បាទជំរាបសួរអ្នកទាំងអស់គ្នាឥឡូវយើងចេញទៅទិញប្រហិតញ៉ាំតនេថតវីដេអូអ្នកនរគ្នាមើលលេងតែសភាពនៅភ្នំពេញវិញទៅណាដែរទិញប្រហិតទីមួតទៅ I hear you talking at work to the boys in the gym, talking at the bar till I walk in. Baby, why won't you talk to me? គ្រាន់ជាបន្តទៅទិញប្រហិតទេបាទលក្ខណៈបែបស្វីតហើយចំពោះកូនវិញគឺទុកនៅផ្ទះបាទពួកយើងទៅទិញប្រហិតហើយពួកយើងនឹងមកវិញទេញ៉ាំនៅផ្ទះ Nice. You will at the hardware store. Don't get you started talking about sports, baby. បាទគេថាឥឡូវនេះយើងជិះបានប្រហែលជាពាក់កណ្ដាលផ្លូវហើយចេញពីផ្ទះខ្ញុំទៅដល់សាលាណូតនហ្នឹងបើគិតជាគីឡូអាចនឹងនិយាយថា7-8គីឡូដែរវាផាក់ផែតប៉ុណ្្នឹងហើយឥឡូវយើងមកដល់ស្ពានបាឡេយើងឡើងទៅហើយប្រហិតណូតនហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំភាសាមានរសជាតិឆ្ងាញ់ហើយម្ទេសក៏ឆ្ងាញ់ដែរគឺដឹកទឹកជ្រលក់ឆ្ងាញ់ដូចបងនោះនិយាយសុំថែម5ចានទៀត បន្តមកទៀតយើងមកដល់រង្វង់មូលខាងចិត្តដល់ជ្រោយចង្វាណាឥឡូវបន្ទាប់ពីឆ្លងពីហ្នឹងមកយើងមកដល់កន្លែងសាលាណូតននេះហ្មងដែលយើងឃើញមានលក់ទៅលើមុខម្ហូបជាច្រើនមែនទែនបាទគឺមានម្ជូរមានអីហ្នឹងគឺទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនហើយអញ្ចឹងខ្ញុំមកដល់នេះគឺចង់ញ៉ាំនៅប្រហិតណូតនដែលគេថាហៅថាប្រហិតណូតនហ្នឹងវាច្រើនប្រហិតនំប៉័ងអញ្ចឹងគាត់មកដល់គឺឃើញកកស្ទះមែនទែនហើយនំប៉័ងគាត់នៅក្នុងទូហ្នឹងដាក់គឺអស់តែម្ដងមកតែរៀងយប់ឡើងម៉ោង7ម៉ោង8អីណាតាមអ្វីដែលខ្ញុំធ្លាប់កំពុងរៀនពីមុនមកអញ្ចឹងប្រហិតនៅក្នុងទូហ្នឹងឃើញណែនអញ្ចឹងតែបើសិនម៉ោង7ម៉ោង8យប់អីគឺប្រហែលជាអស់លេងហើយខ្ញុំថតសកម្មភាពបាទគាត់ជៀនប្រហិតម្ដងបាទគឺច្រើនមែនទេហើយនំប៉័ងក៏ច្រើនដែរហើយអ្នកចិត្តបន្លែចិត្តអីនេះគឺញាប់ដៃញាប់ជើងឆ្វេះតែម្ដងបាទគឺធ្វើម៉េចតម្រូវចិត្តភ្ញៀវឲ្យតន់ចិត្តភ្ញៀវលឿនទៀតបាទគឺតែកន្លែងគាត់គឺស្រួលហើយក៏ចាំមិនយូរឯប្រហែលណាទោះមនុស្សច្រើនមិនក៏ដោយបាទហើយខ្ញុំរៀងចាំយូរពេកខ្ញុំក៏សួរប្រពន្ធខ្ញុំទៅថាចង់ញ៉ាំអីចឹងទៅប្រពន្ធខ្ញុំគាត់អត់ឃ្លានទេតែខ្ញុំឃើញពងមាន់អាំងមើលទៅដូចតំណងដែរតែមកបដ ாய் បាទអត់ຕົកទេហើយមានអីយើងមានអីទៀតយើងមានតែឲ្យប្រពន្ធយើងបកពងមាន់អាំងឲ្យយើងញ៉ាំហើយអ៊ីនេះបាទលក់ពងមាន់អាំងបាទពងមាន់អាំងគាត់ក៏ឆ្ងាញ់ដែរពីគ្រាប់តែ 2500 ទេបើពីមុនរៀងធូរតែឥឡូវសេដ្ឋកិច្ចថ្លៃក៏ថ្លៃតាមហ្នឹងដែរអញ្ចឹងមានអីយើងឲ្យប្រពន្ធយើងបកពងមាន់អាំងឲ្យយើងញ៉ាំជាតិបាទអូណាបានបាទមានប្រពន្ធបកពងមាន់អាំងឲ្យញ៉ាំហើយយើងក៏បកឲ្យគាត់វិញដែរ ហើយយើងអាចស្គាល់សកម្មភាពបានមកគឺថាច្រើនមែនទេណាប្រអប់ដែលទូចហ្នឹងភាគច្រើនក៏លក់ 3000 4000 5000អាហ្នឹងមកប៉ាំងប្រហិតអញ្ចឹងបន្ទាប់ពីយើងទិញហើយយើងធ្វើការត្រឡប់ទៅផ្ទះវិញហើយយើងទៅផ្ទះវិញយើងយកប្រហិតទាំងអស់ហ្នឹងទៅផ្ញើក្មួយៗយើងហើយយើងក៏ញ៉ាំដែរតោះយើងទៅមើលសកម្មភាពដែលខ្ញុំទៅដល់ផ្ទះវិញពេលដែលមកដល់ផ្ទះបាទគឺអត់មានអីទេគឺក្មួយខ្ញុំអីបាទគឺញាប់ដៃញាប់ជើងឆ្វែអេសហ្នឹងហើយបាទគឺបានប្រហិតញ៉ាំគឺថាឆ្ងាញ់មែនទេតែសារពួកកំពូជើងកោហើយបាទតែនៅចិត្តពួកគាត់គឺកោសាហាវមែនទេ Fight on